Hello ជម្រាបសួរបងបាទសូមស្វាគមន៍មកកាន់ Channel បាទសារៈដែលអកឬក៏ដែលអកតែប្រលឹងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកបទតែម្ដងមកបន្ទាប់ពីបងបានសិក្សាអំពីតង់ដូហើយហ្នឹងហើយអញ្ចឹងខ្ញុំបានយកបទនៅតែបងមួយបាទហើយបើមានការខុសឆ្គងលើសលួសកន្លែងណាមួយឬក៏ខ្ញុំនិយាយមិនត្រូវព្រោះនេះគឺលក្ខណៈរៀនកាប់ដៅទេបងប្អូនមើល caption ឬក៏ description ដែលខ្ញុំសរសេរនៅលើ channel គឺខ្ញុំដាក់ថារៀនកាប់ដៅទេហើយខ្ញុំក៏មិនមែនអ្នកចេះទេដោយសារតែខ្ញុំមិនឃើញថាខ្ញុំចង់ធ្វើវីដេអូដាក់លើ YouTube ហ្នឹងគឺខ្ញុំពីមុនហ្នឹងខ្ញុំរៀនពីគ្រូខ្ញុំខ្លះហើយរៀនបទខ្ញុំរៀននៅលើ YouTube ទាំងអស់បាទនិយាយរួមទៅមិនថាអីក៏ដោយភាគច្រើនគឺខ្ញុំរៀននៅ YouTube ច្រើនជាងស្និទ្ធនៅជាមួយគ្រូហ្នឹងហើយអញ្ចឹងគ្រូរបស់ខ្ញុំក៏ជាអនឡាញដែរអញ្ចឹងខ្ញុំនឹកឃើញថាខ្ញុំចង់ធ្វើ channel ដល់បងប្អូនវិញដូចគ្នាបាទហើយអត់មានទទួល sponsor ឬក៏អីពីខាងណាមកទេគឺខ្ញុំធ្វើដោយក្តីស្រឡាញ់ហើយបងប្អូនពេញចិត្តបាទគឺអាចឧបត្ថម្ភជាខ្វែឬក៏ជាអីមកខ្ញុំតាមរយៈមួយនេះក៏បានដែរហ្នឹងហើយប៉ុន្តែខ្ញុំអត់សុំបងប្អូនទេខ្ញុំឆ្លាញ់តែបងប្អូនដែលគោរពឆ្លាញ់ជួយចិត្តខ្ញុំអីចឹងណាហ្នឹងហើយក៏អាចបាទផេតាមរយៈនេះក៏ដូចជាដល់កម្លាំងចិត្តឬមួយក៏កុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី Channel បាទដៃអកដៃបលឹងបន្តទៀតឬក៏សារៈដៃអកអូខេតោះអូខេអញ្ចឹងបងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកបទនឹកតែបងមួយដែលជាបទគេពេញនិយមច្រៀងច្រើនដែរហើយបទហ្នឹងគឺប្រគំនៅក្នុងតុងរ៉េ Master ទេប៉ុន្តែថ្ងៃមុនខ្ញុំបរៀនបងចាប់អាកូដដូហើយក៏ចប់ហើយដែរហើយណោតដូមានតែដូរ៉េមីហ្វាសូឡាស៊ីអូខេអញ្ចឹងបទនឹកតែបងមួយគឺប្រគំក្នុងតូមានដូចជាអាកូដូអាកូរ៉េមីន័រហើយមានសុលមានឡាមអីចឹងខ្ញុំអត់បានកត់ទេដូចថាធ្លាប់តែបងប្អូនមើល YouTube channel ផ្សេងគឺគេប្រាប់អាគមមុនតែខ្ញុំអត់ប្រាប់មុនទេដោយសារតែខ្ញុំអត់បានកំណត់ជាមួយនឹងសភៅមួយអីទេដោយសារតែវាមានស្រាប់មានថាខ្ញុំបង្ហាញលក្ខណៈកាប់ដៃទេបងប្អូនអាចនិយាយយល់ហើយអាចសិក្សាបានហើយក៏អធិស្ឋានទៅដល់លោកគ្រូបងបងប្អូនធ្វើទៅលុះខុសឆ្គងកន្លែងណាអីបាទសំខាន់តែប្រហែលទៅផងដែរបាទអញ្ចឹងចូលទៅមេរៀនបទនឹងតែបងមួយអស់គ្នាមិនមេរៀននេះគឺថារៀនចាប់អាបទអញ្ចឹងនឹងតែបងមួយយើងស្ដាប់វិញគេលេងណយណយណយណែ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 អញ្ចឹងយើងចាប់មកនេះចេញពីក្របឡាបើតុងរ៉េចេញពីរ៉ូស៊ីតែខ្ញុំព្រៀងតុងដូអញ្ចឹងទៅឲ្យបត់នេះណាមួយតុងរ៉េកម្រមានអ្នកច្រៀងអញ្ចឹងយើងលេងតុងដូមកសើមកឡាដូស៊ីឡាមីសូឡាមីនេះសូមីរេដូស៊ីដូរេមីរេមីសូឡាហើយយើងខ្លែងមិនបានតែ style យើងតែបើខ្លែងមកត្រូវខ្ញុំមិនដឹងដែរតែបើខ្លែងបែបលក្ខណៈកាប់ដៅឬមួយក៏អាហ្នឹងខ្លែងបែប style ខ្ញុំទេហ្នឹងហើយមិនយើងទុកមិនគេគាត់ចេះតែណែណែ1 2 3ណែណែណែ1 2 3ណែ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 ចូលអញ្ចឹងហ្នឹងហើយអញ្ចឹងអី clear ទី2កន្លែងអាលីបគេនឹកតែបងមួយព្រួយខ្លាចរបេះអញ្ចឹងclear ទី2គេទៅពេលគេជិះចប់គេជិះចប់យើងត្រូវលេខគេស៊ីឡាសូរេមីហ្វានេះហ្វាយេវាភ្លាវហ្វាសូវ៉ាចឹងណែ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 មីហ្វាសូឡាស៊ីឡាសូដូរេមីឡាឡាដូរេដូមីដូរេលក្ខណៈកាប់ដៅហើយធ្លាក់កសលមីនេះមីតែម្ដងទេមីសូឡាស៊ីរេឡា
ទឹកផុតទៅនៅច័ន្ទអង្គាចឹងម្ដងទៀតដល់ប្រាំងគេលេងមកទឹកផុតទៅនៅច័ន្ទអង្គាអញ្ចឹងរបៀបលេងអញ្ចឹងខ្ញុំបង្ហាញអាគោបន្តិចដោយសារតែវាជាប់ដៃខ្ញុំប្រាប់ទ្រុសអូខេអញ្ចឹងនឹកតែបងមួយចង្វាក់ slow long តំពោប្រហែលក៏បានដែរឲ្យដល់បងប្អូនលេងទាន់ start ទៅមកតាមទៀតសល់មីស្ទាយរបស់ខ្ញុំតែពេលកន្លែងនេះគេអត់អុកទេតែចង្វាក់វាមកអុកចឹងបរៀនយ៉ាងខុសដែរពេលខ្លះណោតខ្ញុំលេងតាមខ្ញុំលឺពេលខ្ញុំបង្ហាញបងប្អូនផ្សេងពេលខ្ញុំលេងផ្សេងអញ្ចឹងតាមពិតទៅតើបងប្អូនចេះលេងមិនយល់លេងមកចប់វិញលេងចឹងដែរមកកាមេរ៉ាខ្ញុំដងទៀតពេកបងប្អូនបានមើលហ្នឹងគឺយើងលេងបែបហ្នឹងចឹងហើយវីដេអូបងប្អូនក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទមានការខុសឆ្គងកន្លែងណាអីសូមខន្តីអភ័យទោសដល់ខ្ញុំបាទសារៈផងនេះគឺជាវីដេអូមួយចង់ចែករំលែកឬក៏សម្រួលដល់បងប្អូនកំពុងតែសិក្សាអំពីអកកណ្ដឹងបាទហើយកុំភ្លេចចុច like subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី channel ខ្ញុំបាទបន្តទៀតអូខេបាយបាយ